តោះមកមើលពីរបៀបខសាច់ជ្រូកពងទាឲ្យមានពណ៌ស្រស់ស្អាតហើយនឹងមានរសជាតិឈ្ងុយឆ្ងាញ់ទាំងអស់គ្នាជាមួយនឹងខ្ញុំអញ្ចឹងណាខ្ញុំនឹងបង្ហាញខ្លះៗអានេះមិនមែនជាជំនាញអីទេប៉ុន្តែខ្ញុំធ្វើទៅវាឆ្ងាញ់មែនខ្ញុំមានសាច់ជ្រូកប្រហែលជា4ខាំអញ្ចឹងណាបងប្អូនចានេះគឺជាសាច់ជ្រូកមុនដំបូងខ្ញុំប្រឡាក់សាច់ជាមួយនឹងគ្រឿងផ្សំសិនចារ៉ូឌីកន្លះស្លាបព្រាចឹងមកបន្តមកទៀតខ្ញុំដាក់អំបិលមួយចុងស្លាបព្រាចាហើយនឹងទឹកត្រីចំនួន1ស្លាបព្រាបាយបន្តមកទៀតខ្ញុំដាក់ម្រេចកន្លះស្លាបព្រាហើយខ្ញុំដាក់ប៊ីចេងកន្លះស្លាបព្រាផងដែរចាបន្តមកទៀតគឺខ្ញុំដាក់ស្ករត្នោតនោះគឺខ្ញុំដាក់បន្តិចទេដោយសារយើងខអញ្ចឹងទៅយើងដាក់ប្រឡាក់វាឲ្យចូលជាតិអញ្ចឹងណាអញ្ចឹងបានពេលយើងខទៅវាមានជាតិអញ្ចឹងណាបងប្អូនបន្ទាប់ពីយើងប្រឡាក់ហើយយើងទុកវាចោលពី3នាទីសិនទៅចាដើម្បីវាចូលជាតិចាបន្តមកទៀតគឺខ្ញុំមកចាប់ផ្ដើមខ្វេះស្ករពីកាតូដាក់ចូលឆ្នាំងហើយចាគឺស្ករត្នោតរបស់យើងនេះគឺល្អមែនតែនចាអស់មួយកំប៉ុងហើយឥឡូវចូលមួយកំប៉ុងទៀតតែនេះពណ៌មកដបងសូអញ្ចឹងឯងដោយសារយើងចាក់ថ្មីនិយាយពីថាឈ្ងុយឈ្ងុយនិយាយមែនណាចាហើយយើងដាក់ប៉ុណ្ណឹងមក2-3នាទីហ្នឹងទៅកូរទៅចាហើយកូរវិតនឹងឲ្យវាឡើងចេញជាពងក្រងសិនអញ្ចឹងណាចាំយើងចាប់ផ្ដើមដាក់អីផ្សេងទៀតចាឥឡូវខ្ញុំចាប់ដើមកូរហើយវាខញ៉ាត់មិញឡើងសូតែឥឡូវពេលយើងកូរយូរទៅវាចេញក្រហមអានេះកាន់តែល្អហ្មងពណ៌ឡើងឆើតហ្មងណាចាឡើងគួរឲ្យចង់ហូបហ្មងដឹងតែឆ្ងាញ់ហើយទៅធានាឲ្យតែធ្វើតាមខ្ញុំហើយពេលយើងដាក់ខ្ទឹមដាក់អីយើងកូរអស់យើងដាក់សាច់ជ្រូកឲ្យយើងបានប្រឡាក់ហើយមិញចូលចាច្របល់វាឲ្យចូលជាតិទៅបន្តមកទៀតយើងដាក់ពងទាចូលទៀតចាដាក់វាចូលកូរវិតចឹងទៅមកស្ទុះយើងគ្របវាចឹងបន្ទាប់ពីក្រូបវាមកស៊ូហើយយើងបើកកំបោកមកយើងចាក់ទឹកតែចាក់មកល្មមបានតែបងអូនឃើញពណ៌ឡើងស្អាតអត់បន្ទាប់យើងចាក់ទឹកហើយរំងាស់វាចោលឥឡូវអ្នកលក់ឃ្លាណាឃើញស្ករស្ងួយពេកលូកខ្វេះលិតចាអូយឈ្ងុយហើយឆ្ងាញ់ទៀត